ពូអាចណែនាំខ្លួនទៅបងប្អូនយើងតិចពូណាបាទខ្ញុំបាទសូមគោរពនិងសូមជម្រាបសួរខ្ញុំបាទឈ្មោះសំសេនបាទជាកសិករនៅភូមិឡឃុំកកាងស្រុកពញាក្រែកខេត្តត្បូងឃ្មុំជាកសិករបាទដាំបន្លែស្ពៃក្តោបហើយស្ពៃបូកូបាទឥឡូវហ្នឹងកាត់ចង់អស់ដែរហើយវារៀងក្តៅពេកវារៀងខ្លោចស្លឹកតែបើក្តោបកំពុងតែល្អបាទការចាប់អាជីពដាំដំណាំនេះពូចាប់ផ្ដើមរយៈពេលប្រហែលឆ្នាំហើយមកទល់ពេលដាំតាំងពីនៅវ័យកុមារភាពដាំយូរដៃម្ខាងទេបាទជាមួយខ្មោចលោកឪពុកហើយដល់ពេលអត់ពីគាត់ទៅចាប់អាជីពមានគ្រួសារមកយកអាជីពរហូតបាទចូលបាក់តុង30ឆ្នាំយ៉ាងពូជាងហើយជាង30ឆ្នាំបាទពូជោគជ័យទៅលើការដាំដំណាំនេះបទពិសោធន៍ក៏ក្រាស់ក្រែលនៅខេត្តត្បូងឃ្មុំយើងកម្រមានឬក៏សឹងតែគ្មានកសិករដែលដាំនៅស្ពៃបូកូដាំអត់កើតតែសោកស្ដាយដោយសារខ្ញុំមករៀងចុងដៃបន្តិចបងប្អូនណាចុងដៃវាអត់សម្រស់ហើយរូបភាពទៅមានតែក្តោបបាទកាត់លក់សឹងទាំងអស់ហើយបាទជាស្រ័យបងប្អូនណាប៉ុន្តែបើស្ពៃក្តោបកំពុងតែពេញល្អបាទងាកទៅស្ពៃបូកូចង់ឲ្យពូជំរាបជូនបន្តិចពូដំណាំនេះអាចនិយាយបានថាកម្រមានអ្នកដាំហើយបច្ចេកទេសក៏ហាក់ក៏ត្រូវការពូដែរពូអាចរៀបនេះតែការដាំដំបូងយ៉ាងម៉េចដែរចំពោះស្ពៃបូកូដាំស្ពៃបូកូយើងដាំដំបូងធ្វើថ្នាលអីធម្មតានេះដូចយើងភ្ជួរដីឲ្យស្ងួតអញ្ចឹងណាបាទដល់ពេលយើងដាំទៅចាក់ទឹកធ្វើថ្នាលស្អាតហើយយើងចាក់ទឹកមុននឹងដាំយើងដកមកយើងចាក់ទឹកតាមដៅនឹងយើងវាស់ខ្នាតអីហើយទៅនឹងដូចស្ពៃក្រោបយ៉ាងដែរនឹងអត់ខុសគ្នាទេបាទវាគ្រាន់តែថាវាស្ពៃបូកូវាមានអាយុតិចតែបើធ្វើត្រូវបច្ចេកទេសត្រូវក្តោបមិនត្រូវគឺអត់ក្តោបទេអត់ត្រូវលានៅតែខ្ញុញតែនឹងអត់ទេដំបូងអាចធ្វើបានយើងផ្សាំកូនសិនពូបដោសដូចគ្នាបដោសកូនដូចគ្នាបាទបដោសរយៈពេលប្រហែលថ្ងៃបាទយកទៅដាំដៅបានយកល្អតែ27 28ថ្ងៃបានដាំហើយអញ្ចឹងបាទបើកូនក្តោបយើងឲ្យរៀងចាស់បន្តិចទៅវាងាយស្រួលវាទ្រាំនឹងកម្ដៅបាទហើយចំពោះការធ្វើថ្នាលធ្វើដីដាំហ្នឹងមុននឹងយើងធ្វើយើងមានត្រូវធ្វើយ៉ាងម៉េចខ្លះដែរពូអត់ទេភ្ជួរឯងធ្វើម៉េចឲ្យម៉ត់ដីហ្នឹងកិនជួររស់ធ្វើម៉េចឲ្យម៉ត់ហ្នឹងដូចម៉ត់អញ្ចឹងបាទហើយរួចឈូតដាំបណ្ដោយមានអីទេហើយដល់ពេលបានរយៈពេលប្រហែល10ថ្ងៃអីយើងចាប់ផ្ដើមជ្រុំវាចបយើងនឹងជ្រុំហើយបានយើងយកជីអាចគោឬក៏ជីអាចក្របីយកមកកប់បាទពូឈើយើងឆូតជាបន្លាយអញ្ចឹងទៅណាឆូតចំកដាលហ្នឹងទៅណាបាទពូបាទហើយដល់រួចយើងកប់ជីនឹងហើយយើងផ្អត់ទឹកវាបានយើងដាក់ជីកប៉ុសទឹកយើងបាទជីកប៉ុសទឹកជីកប៉ុសធម្មជាតិទឹកកប៉ុសធម្មជាតិទឹកនោះសិតធុងនោះសិតជីទាំងអស់បាទពូបាទហើយបន្ទាប់មកវាបានប្រហែលជាប៉ុន្តែអាយុវាប្រហែលយើងដាំចាប់ពីថ្ងៃដាំបានប្រហែលរៀងរឹងដើមបន្តិចបាទហើយជាកន្លះខែបានដាក់ជីបានអូអញ្ចឹងយើងដាំដំបូងយើងគាត់ណាជីយើងដាំហើយហ្នឹងហើយដាំធម្មតាយើងស្រោចទឹកអីធម្មតាយើងគ្របវាកុំឲ្យវាអន់អីចឹងណារយៈពេល2 3ថ្ងៃទៅហើយយើងបើកឡើងយើងដាក់ជីមិនទាន់បានដាក់ទេតែដាក់អាហ្នឹងវាធំលឿនណាស់យើងធ្វើអីអត់ទាន់ទេទី1គឺប្រសេះអាកប៉ុសគោកនេះនេះកប៉ុសគោកកដាលនេះណាបាទយើងដាក់ច្បើងហ្នឹងគឺมันតែធ្វើអាហ្នឹងអត់ទាន់ពិបាកហើយលឹកវាធំលឿនណាបូកូបាទរយៈពេលដែលយើងត្រូវការដាំហ្នឹងយើងដាំខ្ទង់ចន្លោះខែណាពូពីយើងដាក់ដៃដាំនិយាយរួមទៅឲ្យតែដាច់ទឹកភ្លៀងចន្លោះខែ10បើសិននៅវាខែ10វាអត់សូវភ្លៀងយើងដាំក្នុងខែ10ហ្នឹងហើយបាទហើយបើខែ11បើវានៅតែភ្លៀងរហូតដល់ខែ11យើងដាំខែ11ហ្នឹងដាំខែ11ស្អាតជួខែ11ខែ11បូកូនិងក្តោបហ្នឹងអាចដាំដំណើរគ្នាបានដំណើរគ្នាបានប៉ិនបូកូទទួលបានផលមុនព្រោះអានោះអាយុវាតែ1ខែកន្លះដូចខណាផ្កាដែរនេះខណាផ្កានិងបូកូតាមពិតវាអាយុប្រហែលគ្នាតែដល់ពេលអានេះយើងកាត់មុនដោយសារអីដោយសារវាផ្កាវាមិនអាចទុកបានបាទព្រោះតែផ្កាទុកយូរទៅវារីកអត់ល្អព្រោះយើងត្រូវការយកក្តោបបាទត្រូវការវាចេញមកផ្កាមកល្មមហ្នឹងបាទនៅពេលដាក់ដាំហ្នឹងរយៈពេល1ខែកន្លះអញ្ចឹងចំពោះការថែទាំមើលពូខ្ញុំឃើញនៅដីពូមានចំបើងមានអីបាទហ្នឹងថែទាំវាដាំអត់ខុសពីក្តោបទេបាទពូយើងដាំគឺដាក់ចំបើងអញ្ចឹងទៅប៉ុន្តែយើងដាក់ជីកប៉ុស
កោកហើយបានយើងដាក់ច្បាំង បាទ ដាក់ច្បាំងក្រាលវាអញ្ចឹងទៅ បាទ ហើយដល់រួចយើងដាក់ជីអាកប៉ុសទឹកហ្នឹងហើយតែដាក់អាហ្នឹងហើយយើងក្រាលច្បាំងហើយដាក់ជីកប៉ុសទឹកហ្នឹងហើយដាក់ឆោតវាបន្តិចតិចទៅ បាទ ប៉ិនវាមានការបច្ចេកទេសច្រើនណាបូកូមិនតែដូចថាមិនធម្មតាដូចក្តោបទេបើក្តោបយើងធ្វើធម្មតាប៉ុន្តែធម្មតាតាមជ្រុះក្រិនណាហ្នឹងណា បាទ បើធ្វើធម្មតាត្រឹមឧទាហរណ៍យកជីគីមីមកកាក់មកកប់ឧទាហរណ៍ចុះ បាទ ប៉ុន្តែខ្ញុំអត់ដែរប្រើណាខ្ញុំនិយាយត្រង់ បាទ បើអូរ៉េខ្ញុំប្រើអូរ៉េព្រោះខ្ញុំលាយទឹកលេអីស្រោចបាទអូរ៉េខ្ញុំលាយទឹកស្រោចតែបើជីគីមីគឺมันប្រើដាច់ខាតទី1ប៉ះពាល់ដីធ្វើឲ្យដីយើងវារឹងវាអត់មានគុណភាព បាទ បាទហ្នឹងហើយតែបើយើងដាក់ជីកប៉ុសអំបែង បាទ អំបែងมันងាយខូចដីទេ ចុះត្រូវទឹកត្រូវការទឹកច្រើនទេបងបីបូកូន បូកូអត់សូវត្រូវការទឹកម៉ានទេអត់ត្រូវការម៉ានទេ បាទ បាទទឹកខ្សោយជាងក្តោប អូបាទ ក្តោបយើងប្រើទឹករៀង ការ ច្រើន ថែទាំត្រូវប្រុងប្រយ័ត្ន ប្រុងប្រយ័ត្ន បើមិនចឹងទេអត់ក្តោប អត់ក្តោបទេទី1ទី2ឲ្យលួយមក អូបាទបាទ រងគ្រោះលើហើយប៉ុន្តែយើងសង្កេតមើលណាតាំងពីដាក់ជីកប៉ុសដែរណា បាទ តាំងពីដាក់ជីកប៉ុសបើសិនណាយើងប្រើលើសលុបយើងអត់ស្ទួងត្រូវវាគឺលួយដែរ បាទ បាទលួយ បាទ ហើយបើគីមីកាលពីឆ្នាំ2000ប្រហែលនេះខ្ញុំសាកយកមកកប់ម្ដងអាជីគ្រប់ពណ៌ខ្ញុំដាំហើយកាលនោះខ្ញុំនៅរែកដៃទេខ្ញុំនៅរែកដៃខ្ញុំស្រោចខ្ញុំដាក់ហើយខ្ញុំស្រោច5រងបានតែមួយកញ្ឆេទេធំអត់ទាន់ទេលួយអស់ បាទលួយណាបង លួយ មួយទៀតពូមកទល់ពេលនេះខែនេះហើយបូកូហើយនឹងក្តោបនឹងបានតម្លៃមិនដែរប ូកូ8000លក់ជាមធ្យម7000 1គីឡូ 1គីឡូ តែបើក្តោបលក់ជាមធ្យមបោះមធ្យម3000បោះលើទីផ្សារ បាទ តែបើលក់រាយ4-5000 4ទៅ5000 បាទនេះយកច្រើនដុំយើងទៅចុះតម្លៃតាម ចុះតម្លៃតាមហ្នឹងដោយសារវានៅលើទីផ្សារស្ពៃគេបុកមកច្រើនអញ្ចឹងយើងដូចថាដូចទៅខាងគ្រូប្រធានអីទម្លាប់លក់ឲ្យគាត់ប៉ុណ្ណឹងទៅយើងអនុគ្រោះប៉ុណ្ណឹងទៅណា បាទ តែបើខុសពីនោះទៅលៀងលក់រាយអញ្ចឹងទៅយើងអាចចាទាឲ្យបានដល់3500អញ្ចឹងដែរ មកពេញកាត់អាចរហូតដល់ខែណាពូអស់ ទេអានេះប្រហែលចូលដល់ខែ3នេះមិនត្រួលពាក់កណ្ដាលខែ3ចង់ឆេងមេឃខ្ញុំត្រួល បាទ បាទហ្នឹងយើងគាត់តម្រូវការចូលឆ្នាំចិនខាងមុខនេះត្រូវនេះ បាទហ្នឹងកាត់នោះអានោះបាទនេះនៅអានេះនៅស្ទើ ចំការរបស់ពូសិតតែមានការត្រួតពិនិត្យពីខាងមន្ទីរកសិកម្ម បាទសិតខាងទីកសិកម្មអត់មានទេផ្ដាស់បាន អញ្ចឹងទៅការទទួលទានការបរិភោគបងប្អូនយកស្លប្រើប្រាស់ក៏ដោយគឺវាធម្មជាតិអញ្ចឹងយើងគិតថាតម្លៃលើសពីការនាំចូលតិចតួចប៉ុន្តែបើយើងនិយាយអំពីសុខភាពវិញគឺយើងទទួលបានសុខភាព ទទួលបានល្អ បាទហើយអរគុណច្រើនបងប្អូនសម្រាប់កិច្ចសម្ភាសន៍មកក្រុមការងារខ្ញុំបាទអរគុណ អរគុណច្រើន